ហេតុអ្វីឲ្យគេឃើញថាយ៉ាងក្រជារឿងសំខាន់ដំណើរនៃការកសាងទ្រព្យសម្បត្តិពិតប្រាកដមិនមែនអំពីការបង្ហាញទ្រព្យសម្បត្តិរបស់អ្នកទេប៉ុន្តែវាជារឿងនៃការទទួលយកគុណធម៌នៃការសាមញ្ញនិងការគោរពខ្លួនយើងរស់នៅក្នុងពិភពដែលតែងតែផ្ដល់តម្លៃដល់រូបរាងពិសេសនៅលើបណ្ដាញសង្គមប៉ុន្តែបើសិនបើអ្នកអាចនៅបន្ទាបខ្លួនឲ្យទៀបសមល្មមនិងរក្សាធ្វើខ្លួនឲ្យសាមញ្ញបានប្រាក់និងទ្រព្យសម្បត្តិរបស់អ្នកនឹងកើនឡើងយ៉ាងលឿនមានហេតុផល5ប្រការដែលខ្ញុំគិតថាការមើលទៅដូចជាមនុស្សក្រីក្រមានសារៈសំខាន់ហើយចាប់ផ្ដើមពីហេតុផលទី1នោះគឺវាធ្វើឲ្យជីវិតរបស់អ្នកមើលទៅសាមញ្ញដើម្បីបង្ហាញថាតើភាពសាមញ្ញអាចធ្វើឲ្យអ្នកមានទ្រព្យសម្បត្តិបានដូចម្តេចសូមស្រមៃមើលមនុស្សម្នាក់ផ្ដល់រថយន្ត Lamborghini មួយឲ្យអ្នកនៅពេលនោះអ្នកមានអារម្មណ៍រីករាយណាស់ព្រោះអ្នកអាចបង្ហាញរថយន្តដ៏អស្ចារ្យនេះនិងទទួលបានការគោរពពីមនុស្សជុំវិញប៉ុន្តែបន្ទាប់ពីបើកវាប្រហែល1ខែឬ2ខែអ្នកចាប់ផ្ដើមយល់អ្វីមួយតម្លៃធានារថយន្ត Lamborghini គឺខ្ពស់ជាងរថយន្តធម្មតា5ដងអ្នកត្រូវប្រើប្រេងថ្លៃពីរថចក្រប្រេងហើយសម្បកកង់របស់វាមានតម្លៃថ្លៃណាស់ពេលបដូររាន់ពេលធ្វើសេវាប្រចាំឆ្នាំតម្លៃអាចឡើងដល់ប្រហែល$1,500ទៅ$2,000អ្នកប្រហែលត្រូវរងចាំរាប់ខែតម្រាំគ្រឿងបំលាក់មកដល់ហើយបញ្ហាទាំងនេះកើតឡើងទោះបីជាអ្នកទទួលបាន Lamborghini ដោយឥតគិតថ្លៃក៏ដោយអ្នកមិនចាំបាច់ចំណាយលុយសម្រាប់វាឡើយដែលខ្ញុំនឹងបញ្យល់បន្តិចទៀតនេះអ្វីដែលខ្ញុំទៅនិយាយនេះជាបាតុភូតផ្នែកចិត្តវិទ្យាមួយហៅថា Diderot Effect ដែលបានដាក់ឈ្មោះតាមទស្សនវិទូបារាំងឈ្មោះ Denis Diderot នៅក្នុងអត្ថបទរបស់គាត់ឆ្នាំ1769គាត់បានសរសេរពីបទពិសោធន៍ផ្ទាល់ខ្លួនថាគាត់ត្រូវបានផ្ដាល់អាវក្រណាត់ពណ៌ក្រហមស្អាតមួយប៉ុន្តែវានាំឲ្យគាត់ជួបបំណុលហេតុអ្វីបានជាដូច្នេះពីព្រោះសម្រាប់គាត់បន្ទាប់ពីទទួលបានអាវក្រហមនោះវាធ្វើឲ្យទ្រព្យសម្បត្តិផ្សេងៗរបស់គាត់មើលទៅមិនសមស្របភាពឡើយដូច្នេះគាត់បានជំនួសគ្រឿងសង្ហារឹមទាំងអស់របស់គាត់ដូចជាកៅអីតុនិងទូសម្លៀកបំពាក់ចុងក្រោយគាត់ជួបបំណុលគាត់ពុលពាក្យដល់ល្បីល្បាញមនុស្សក្រីក្រអាចរស់នៅដោយសុខដោយមិនចាប់បាច់គិតពីរូបរាងប៉ុន្តែមនុស្សមានលុយតែងតែស្ថិតនៅក្រោមសម្ពាធជានិច្ចនិយាយឲ្យខ្លីគឺមានលុយច្រើនបញ្ហាច្រើននេះហើយដែលជាមូលហេតុដែលខ្ញុំគិតថាការមើលទៅសាមញ្ញឬមិនបង្ហាញភាពមានលុយគឺសំខាន់វាមិនត្រឹមតែធ្វើឲ្យជីវិតអ្នកសាមញ្ញឡើងទេប៉ុន្តែវាក៏អនុញ្ញាតឲ្យអ្នករីករាយជាមួយអ្វីដែលអ្នកមានផងដែរជាញឹកញាប់ប្រសិនបើយើងអរគុណចំពោះអ្វីដែលយើងមានរួចហើយយើងនឹងមានសុភមង្គលកាន់តែច្រើនពីទស្សនៈហិរញ្ញវត្ថុរាល់ពេលដែលអ្នកបន្ថែមចំណាយប្រចាំខែដូចជាការទូទាត់រថយន្តខ្លីវានឹងបន្ថែមសម្ពាធក្នុងជីវិតប្រចាំថ្ងៃដើម្បីធានាថាអ្នកអាចទូទាត់បាននៅពេលដែលចំណាយប្រចាំខែរបស់អ្នកកើនខ្លាំងពេកវាអាចធ្វើឲ្យអ្នកជាប់នឹងការងារដែលអ្នកកាន់កាប់ប្រសិនបើអ្នកមិនស្រឡាញ់ការងារនោះវានឹងคล้ายទៅជាសម្ពាធរុំខ្លួនយ៉ាងជាប់វាអាចកំណត់ឱកាសរបស់អ្នកមិនឲ្យសាក់លបងអាជីវកម្មផ្ទាល់ខ្លួនឬសូម្បីតែធ្វើឲ្យអ្នកភ័យខ្លាចពេកក្នុងការស្វែងរកការងារថ្មីហេតុផលទាំងនេះអាចកើតឡើងបានប្រសិនបើអ្នកមិនជ្រើសរើសរស់នៅជីវិតសាមញ្ញវាផ្ដល់ឲ្យអ្នកនូវភាពបត់បែនច្រើននិងការសុខចិត្តយ៉ាងស្ងប់ស្ងាត់ហេតុផលទី2ដែលធ្វើឲ្យការមើលទៅសាមញ្ញមានសារៈសំខាន់គឺដោយសារវាមានតម្លៃថោកជាងព្រោះអ្នកមិនចាំបាច់ព្រួយអំពីការទិញអាវម៉ាកថ្មីរថយន្តប្រណិតឬទូរស័ព្ទ iPhone model ចុងក្រោយជារៀងរាល់ពេលដែលវាចេញអ្នកនឹងនៅសល់ប្រាក់ច្រើនសម្រាប់វិនិយោគឬសន្សំឬវិនិយោគទៅលើខ្លួនអ្នកផ្ទាល់បញ្ហារបស់មនុស្សដែលកំពុងរស់នៅក្នុងសង្គមស៊ីវិល័យជាច្រើនគឺពេលមានអ្វីថ្មីនិង trending ចេញមកពួកគេតែងតែទិញភ្លាមសូមគិតមើលអ្នកស្គាល់មនុស្សប៉ុន្មានអ្នកដែលមានទូរស័ព្ទ iPhone ធម្មតាមែនទែនប៉ុន្តែពួកគេចង់អាប់ដេតទៅ model ថ្មីព្រោះវាមានមុខងារថ្មីដែលពួកគេទើបតែឮនៅក្នុងការបង្ហាញផលិតផលរបស់ Apple ការស្ទង់មតិថ្មីមួយបង្ហាញថាប្រហែល 65% នៃជនជាតិអាមេរិករស់នៅដោយអាស្រ័យលើប្រាក់ខែម្ដងចំណែកទិន្នន័យអំពីប្រទេសកម្ពុជាយូវិនក៏ពុំមានជាផ្លូវការឡើយតែស្ថានភាពបែបណាប្រយុទ្ធប្រកាសជាបានដឹងហើយដូច្នេះប្រសិនបើអ្នកចង់ជៀសវាងស្ថានភាពបែបនោះការរស់នៅដោយវិធីសាមញ្ញបំផុតនឹងជួយកាត់បន្ថយហានិភ័យបានស្ទើរតែទាំងស្រុងយ៉ាងតិចបំផុតវាជាជំហានត្រឹមត្រូវមួយប្រសិនបើអ្នកអាចទប់ស្កាត់ការលបួងនៃការទិញអ្វីថ្មីបំផុតនៅលើទីផ្សារវិធីបែបនេះវាតងឲ្យអ្នកមានស្មារតីចេះទប់ចិត្តឲ្យបាននឹងនដោយធ្វើបែបនោះ
ប្រាក់សន្សំបន្ថែមដែលអ្នកទទួលបានអាចប្រើសម្រាប់អ្វីដែលពិតជាមានតម្លៃនៅក្នុងជីវិតឧទាហរណ៍គឺការទិញស្បែកជើងប្រភេទ Edition ម៉ាក Nike ជាដើមអ្នកត្រូវចំណាយប្រាក់រាប់រយដុល្លារដើម្បីចង់ឲ្យគេថាខ្លួនលុយមែនហើយគ្រាន់តែលុយមួយម៉ាត់តែប៉ុណ្ណោះវាគ្មានន័យអីទេតែជារឿងពិតអ្វីដែលសំខាន់ជាងគេគឺការសន្សំទុនបន្ទាន់សម្រាប់ចំណាយរយៈពេល3ដល់6ខែប្រសិនបើអ្នកចង់ចាប់ផ្ដើមគណនីសន្សំសម្រាប់ចូលនិវត្តន៍ឬវិនិយោគលើអ្វីដែលបំពេញចិត្តអ្នកក៏អាចធ្វើបានដែរឧទាហរណ៍ប្រសិនបើអ្នកអាចសន្សំប្រាក់$500ក្នុងមួយខែដោយរក្សាជីវិតសាមញ្ញបន្ទាប់ពី1ឆ្នាំអ្នកនឹងមានប្រាក់សន្សំ$6,000ដែលអាចប្រើសម្រាប់វិនិយោគលើខ្លួនអ្នកឧទាហរណ៍ចូលរៀនបន្ថែមដើម្បីរកប្រាក់ចំណូលកាន់តែច្រើននៅពេលក្រោយឬប្រសិនបើអ្នកវិនិយោគប្រាក់$6,000នេះជារៀងរាល់ឆ្នាំនៅក្នុង S&P 500វាអាចកើនឡើងដល់ជាង$500,000ក្នុងរយៈពេល25ឆ្នាំវាអាចធ្វើឲ្យជីវិតអ្នកខុសគ្នាយ៉ាងច្រើនប្រសិនបើអ្នកអាចទប់ស្កាត់ការចំណាយលើទ្រព្យសម្ភារៈមិនចាំបាច់ប្រចាំថ្ងៃសូមបញ្ជាក់ថា S&P 500ជាក្រុមហ៊ុនដែលរីកចម្រើនជាងគេទាំង500នៅសហរដ្ឋអាមេរិកចំណុចនេះប្រសិនបើអ្នកចង់សាកល្បងសូមកុំប្រញាប់ពេកអីសូមសិក្សាឲ្យបានហ្មត់ចត់ពុំនោះទេអ្នកនឹងបាត់លុយជាមិនខានឡើយហេតុផលទី3ដែលការមើលទៅសាមញ្ញមានសារៈសំខាន់គឺវាអាចទាក់ទាញមនុស្សត្រឹមត្រូវឲ្យចូលមកក្នុងជីវិតអ្នកបញ្ហាទូទៅមួយសម្រាប់មនុស្សដែលបង្ហាញខ្លួនថាមានលុយឬមានរបៀបរស់នៅប្រណិតគឺពួកគេទាក់ទាញមនុស្សខុសប្រភេទឬអ្នកដែលមានការរំពឹងខុសពីអ្នកដែលចូលទៅរកអ្នកសម្លឹងមើលតាមប្រយោជន៍ខ្ញុំចាំបានថាពេលខ្ញុំអាយុប្រហែល25ឆ្នាំខ្ញុំបានរស់នៅក្នុងទីក្រុងហុងកុងរយៈពេលប្រមាណខែយប់មួយខ្ញុំបានចេញទៅលេងជាមួយមិត្តបរទេសមួយក្រុមម្នាក់ក្នុងនោះយើងហៅគេថាថុំមកពីទីក្រុងឡុងពិតជាច្បាស់ណាស់ថាគេស្រឡាញ់ជីវិតប្រណិតនៅយប់មួយក្នុងចំណាំនោះគេបានចង់ជួលតុមួយនៅក្នុងក្លឹបក្នុងស្រុកមនុស្សក៏ចង់ទៅញ៉ាំអាហារនៅភោជនីយដ្ឋានផ្កាយ5ហើយបង្ហាញនាឡិកា Rolex មាសថ្មីរបស់គេរឿងអាក្រក់បំផុតគឺគេរំពឹងឲ្យមិត្តទាំងអស់ក្នុងក្រុមអាចចំណាយដោយគេបានផងដែរនោះមានន័យថាពេលខ្ញុំត្រូវបានអញ្ជើញចូលរួមជាមួយក្រុមនោះដោយចៃដន្យគេរំពឹងឲ្យខ្ញុំចូលរួមចំណែកក្នុងការទូទាត់ដំណ័យតោនៅក្នុងក្លឹបរាត្រីឬអាហារពេលល្ងាចប្រណិតដែលតម្លៃសរុបអាចលើសពី$500អាមេរិកសម្រាប់យប់មួយនោះនៅពេលនោះខ្ញុំអាយុប្រហែល25ឆ្នាំខ្ញុំគ្មានការងារធ្វើរវាងការងារមុននិងការងារថ្មីខ្ញុំក៏មិនមានលុយសល់ច្រើនដែរដូច្នេះខ្ញុំបានបដិសេធដោយក្តីអធ្យាស្រ័យហើយត្រឡប់ទៅផ្ទះវិញដូច្នេះខ្ញុំអាចជៀសវាងការចំណាយទាំងអស់នោះបានប៉ុន្តែបន្តមកខ្ញុំគិតខំចិត្តថាតើអ្វីជាបំណុលនៃការធ្វើបែបនោះប្រហែលជាមនុស្សបរទេសដទៃទៀតក្នុងក្រុមក៏ចង់តាមតន់ថមដែរជាលទ្ធផលពួកគេអាចចំណាយលុយ$500ឬច្រើនជាងនោះសម្រាប់យប់នោះតែចំណុចសំខាន់គឺពេលអ្នកចង់បង្ហាញថាអ្នកមានលុយអ្នកអាចទាក់ទាញមនុស្សមួយប្រភេទដូចជាថមមើលក្នុងជីវិតអ្នកដែលជំរុញអ្នកចំណាយប្រាក់កាន់តែច្រើនស្ថានភាពផ្សេងទៀតគឺអ្នកអាចតាក់ទីមួយដែលចង់ស្គាល់អ្នកតែព្រោះពួកគេចាប់អារម្មណ៍ថាអ្នកមានលុយនេះជាក្រុមមនុស្សខុសប្រភេទតាមការយល់ឃើញរបស់ខ្ញុំពីព្រោះពួកគេមិនមែនជាមនុស្សដែលចង់ស្គាល់អ្នកទេប្រកបទេពួកគេគ្រាន់តែស្ថិតនៅជាមួយអ្នកព្រោះនៅពេលនោះអ្នកមានអ្វីដែលពួកគេកំពុងស្វែងរកប៉ុន្តែប្រសិនបើអ្នករស់នៅដោយភាពសាមញ្ញនិងមិនអៀនខ្មាស់អ្នកអាចរកឃើញមនុស្សដែលមានតម្លៃប្រហែលអ្នកពីព្រោះអត្តសញ្ញាណនិងសារៈសំខាន់ពិតប្រាកដរបស់អ្នកមិត្តភាពបែបនេះនឹងរក្សាបានយូរអង្វែងប្រកបដោយចិត្តបរិសុទ្ធវាមិនត្រឹមតែធ្វើឲ្យអ្នករស់នៅដោយភាពពិតប្រាកដទេប៉ុន្តែវាក៏ជួយទាក់ទាញមនុស្សដែលចង់នៅជិតអ្នកដោយសារខួរក្បាលថាមពលនិងវត្តមានរបស់អ្នកផងដែរដូច្នេះការមើលទៅសាមញ្ញគឺជាវិធីងាយស្រួលបំផុតនៃការបំបត្តិមនុស្សដែលចង់ធ្វើជាមិត្តអ្នកដោយហេតុផលមិនត្រឹមត្រូវហើយវានាំឲ្យខ្ញុំទៅកាន់ហេតុផលបន្ថែមមួយដែលអាចហៅថាហេតុផលទី3កន្លះឬ3.5គឺអ្នកគួររក្សាជីវិតឲ្យសាមញ្ញនិងមិនលេចធ្លោពីព្រោះវាជួយមិនឲ្យអ្នកខ្លាចជាគោលដៅស្រមៃមើលប្រសិនបើអ្នកអួតអំពីរថយន្តនាឡិកាផ្ទះនិងទ្រព្យសម្បត្តិធំរបស់អ្នកនៅលើបណ្ដាញសង្គមនោះមានន័យថាអ្នកខ្លាចជាមនុស្សដែលគេដឹងថា
មានលួយច្រើនហើយវាអាចធ្វើឲ្យអ្នកខ្លាយជាគោលដៅសម្រាប់ការលួយក្នុងជីវិតមួយពេលណាមួយឬអាក្រក់ជាងនេះទៅទៀតក៏អាចនាំឲ្យមានការលួចប្លន់ផងដែរជាក់ស្ដែងករណីប្លន់នៅរាជធានីភ្នំពេញ 3-4 ករណីកន្លងមកតែងតែកើតឡើងឬគ្រួសារដែលចូលចិត្តរស់នៅបែបសំយ៉ាងបារម្ភខ្លាចតែគេមិនដឹងថាខ្លួនមាននោះជាហានិភ័យបន្ថែមដែលខ្ញុំមិនចង់នាំចូលមកក្នុងជីវិតខ្ញុំឡើយ ហេតុផលទី4ដែលធ្វើឲ្យការរក្សាជីវិតសាមញ្ញជារឿងល្អគឺអ្នកនឹងដឹងថាអ្នកអាចមានសេចក្តីសុខជាមួយអ្វីដែលអ្នកមានរួចហើយនេះគឺស្របតាមច្បាប់មង្គលសូត្ររបស់ព្រះពុទ្ធការពេញចិត្តនៅអ្វីដែលខ្លួនមានជាមង្គលដ៏ឧត្តមសូមប្រិយមិត្តសិក្សាដោយខ្លួនឯងអំពីមង្គលសូត្រទាំង38ប្រសិនបើអ្នកពុំធ្លាប់បានសិក្សាពីមុនមកជាញឹកញាប់យើងមិនបានថ្លែងអំណរគុណឲ្យបានគ្រប់គ្រាន់ចំពោះអ្វីដែលសាមញ្ញបំផុតដែលយើងកាន់កាប់ឧទាហរណ៍ដំណេកឬគ្រែដ៏មានផាសុកភាពជាមួយគ្រួសារមនុស្សជាទីស្រឡាញ់ការទទួលបានអាហារល្អនិងទឹកស្អាតផឹកជាដាននៅលើពិភពលោកនេះមានប្រទេសជាច្រើនខ្វះខាតធនធានសាមញ្ញទាំងនេះដូច្នេះដោយមិនរស់នៅលើភាពល្ងង់ភ្នែកចំណាយយើងអាចមើលទៅលើជីវិតយើងវិញហើយនឹងស្រឡាញ់អ្វីដែលយើងមានសូមគិតពីអ្វីដែលពិតជាមានតម្លៃសម្រាប់អ្នកចុងបញ្ចប់នៃថ្ងៃសម្រាប់ខ្ញុំវាគឺសុខភាពការតាក់ទងជាមួយមនុស្សដទៃការជួយសង្គមនិងសោករីករាយជាមួយមិត្តភក្តិបន្ទាប់មកវាអាស្រ័យលើការមានគោលបំណងក្នុងការងាររបស់ខ្ញុំការមានអាហារនិងកន្លែងស្នាក់នៅនោះគ្រប់គ្រាន់សម្រាប់ខ្ញុំនៅចុងបញ្ចប់នៃជីវិតអ្នកមិនអាចយកលុយណាមួយទៅជាមួយអ្នកបានទេប៉ុន្តែអ្នកនឹងចងចាំបទពិសោធន៍ដ៏ល្អៗទាំងអស់ដែលជីវិតបានផ្ដល់ឲ្យអ្នកនិងទំនាក់ទំនងដ៏មានតម្លៃទាំងអស់ដែលអ្នកបានបង្កើតការមានអារម្មណ៍អរគុណចំពោះអ្វីដែលយើងមាននឹងជួយឲ្យយើងជៀសផុតពីអ្វីដែលអ្នកស្រាវជ្រាវហៅថា hedonic treadmill នេះជាប្រតិកម្មធម្មតារបស់មនុស្សដែលស្ថិតនៅលើកម្រិតសេចក្តីសុខដដែលៗទោះបីជាមានការផ្លាស់ប្ដូរធំក៏ដោយក្រុមការសិក្សាមួយនៅឆ្នាំ1978ក្រុមអ្នកឈ្នះរង្វាន់ឆ្នោតបានរាយការណ៍ថាកម្រិតសេចក្តីសុខរបស់ពួកគេមិនខុសអ្វីពីពេលមុនឈ្នះឆ្នោតទេការសិក្សាបានបង្ហាញថាការបានទទួលលុយច្រើនក្នុងគ្រាមួយនៃជីវិតមិនមានឥទ្ធិពលលើកម្រិតសេចក្តីសុខរបស់ពួកគេឡើយត្រឹមតែប៉ុន្មានខែអារម្មណ៍នៃការត្រេកអរក៏រសាយបាត់អស់ពួកគេគ្រាន់តែស្ទើរតែស្វាមនឹងការមានលុយច្រើនប៉ុណ្ណោះហើយសេចក្តីសុខរបស់ពួកគេបានត្រឡប់ទៅកម្រិតធម្មតាវិញខ្ញុំផ្ទាល់ក៏បានសង្កេតឃើញនេះដូចគ្នាពេលទិញរថយន្តថ្មីในដំបូងអារម្មណ៍រីករាយខ្លាំងណាស់បោជូតស្ទើររាល់ថ្ងៃហើយរំភើបពេលបើកវាប៉ុន្តែបន្ទាប់ពីប៉ុន្មានខែអារម្មណ៍ថ្មីនោះក៏រលាយបាត់ហើយវាហាក់ដូចជារថយន្តធម្មតាទៅវិញអ្វីដែលអ្នកគួរធ្វើគឺកុំចាប់អារម្មណ៍នឹងសេចក្តីសុខបំផុតនេះហើយកុំឲ្យភ្នែករបស់អ្នកត្រូវបំបាំងដោយវត្ថុថ្មីឬរបស់ដែលទាក់ទាញបំផុតនៅលើទីផ្សារត្រូវដាស់ស្មារតីក្នុងការរក្សាទូនីតិសាមញ្ញនិងខ្ញុំជឿថាអ្នកនឹងមានសេចក្តីសុខចិត្តច្រើនជាងមុនហេតុផលទី5ដែលការរស់នៅសាមញ្ញនិងប្រើប្រាស់តាមសមត្ថភាពរបស់អ្នកមានសារៈសំខាន់គឺដោយសារវាជួយឲ្យអ្នកអាចចូលនិវត្តន៍ដោយប្រើប្រាស់លុយតិចជាងប្រសិនបើអ្នកអាចចំណាយតិចជាជីវិតប្រចាំថ្ងៃនោះនៅពេលចូលនិវត្តន៍អ្នកនឹងមិនត្រូវការលុយច្រើនដូចគេដើម្បីរស់នៅឡើយយោងតាមច្បាប់ 4% ដែលត្រូវបាននិយាយដល់ជាញឹកញាប់អ្នកអាចចូលនិវត្តន៍បាននៅពេលដែលអ្នកអាចដកលុយ 4% ក្នុងមួយឆ្នាំពីប្រាក់សន្សំសរុបរបស់អ្នកដើម្បីប្រើសម្រាប់ការរស់នៅប្រសិនបើជីវិតអ្នកត្រូវការចំណាយ $10,000 ក្នុងមួយឆ្នាំអ្នកនឹងត្រូវការប្រាក់សន្សំសរុបប្រហែល $2.5 លានដើម្បីរក្សាភាគរយដកប្រាក់ដដែលនោះដូច្នេះការរស់នៅក្រោមសមត្ថភាពរបស់ខ្លួនជួយបន្ថយសម្ពាធហិរញ្ញវត្ថុនិងជួយឲ្យអ្នកអាចបំបត្តិបំណុលបានការសិក្សាមួយបានបង្ហាញថាពលរដ្ឋអាមេរិកម្នាក់ៗមានបំណុលផ្ទាល់ខ្លួនជាមធ្យមប្រហែល $23,000 មិនរាប់បញ្ចូលបំណុលផ្ទះដែលភាគច្រើនមកពីការអាណទានប្រសិនបើយើងរស់នៅក្រោមសមត្ថភាពនិងរក្សាភាពសាមញ្ញយើងអាចរក្សាបំណុលឲ្យទាបហើយគ្រប់គ្រងការបង់ប្រាក់ឲ្យសមរម្យដោយមិនប៉ះពាល់ដល់ជីវិតសរុបរបស់យើងដោយសារតែហេតុនេះខ្ញុំជឿថាខ្ញុំបានបង្ហាញច្បាស់រួចហើយអំពីអត្ថប្រយោជន៍នៃជីវិតសាមញ្ញនិងការរស់នៅក្នុងរូបរាងសាមញ្ញវាផ្ដល់ឲ្យអ្នកនូវសេរីភាពផ្នែកហិរញ្ញវត្ថុមានផាសុកភាពផ្លូវចិត្តនិងការកោតសរសើរចំពោះអ្វីដែលពិតជាមានតម្លៃប្រសិនបើអ្នកចូលចិត្តវីដេអូនេះ
សូមរក្សាវាទុកឬចែករំលែកទៅមនុស្សដែលអ្នកតែងតែបារម្ភដើម្បីឲ្យគេបានដឹងនិងដើម្បីទុកមើលលើក្រោយម្ដងទៀតមើលជារឿយៗដើម្បីដាស់ស្មារតីខ្លួនកុំឲ្យលង់នឹងរបស់ក្រៅខ្លួនច្រើនពេក